សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងឯកឧត្តមកែវ រេមី ទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាមួយឯកឧត្តមណាតាលី ពីកៃរដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនាព្រឹកថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025ឯកឧត្តមកែវ រេមី ទេសរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមណាតាលី ពីកៃរដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សនៃសាធារណរដ្ឋឥណ្ឌូនេស៊ីចូលជួបសម្ដែងការគួសមនិងពិភាក្សាការងារនៅសាលសវនកម្មរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកសមកកិច្ចជំនួបនេះបានធ្វើការពិភាក្សាផ្លាស់ប្ដូរទស្សនៈបទពិសោធន៍និងការអនុវត្តល្អៗព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងប្រទេសទាំងពីរជាកិច្ចចាប់ផ្ដើមឯកឧត្តមទេសរដ្ឋមន្ត្រីកែវ រេមី បានសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមណាតាលី ពីកៃនិងសហការីព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រវត្តិសាស្ត្រនិងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋឥណ្ឌូនេស៊ីពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាមានលក្ខណៈល្អប្រសើរព្រោះរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់តម្លៃខ្ពស់លើសិទ្ធិរស់រានមានជីវិតនិងសន្តិភាពទាំងក្នុងប្រទេសតំបន់និងពិភពលោកហើយក៏ស្របនឹងចក្ខុវិស័យអាស៊ានផងដែរក្នុងឱកាសនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកពីបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃគឺកើតឡើងដោយសារថៃមិនឯកភាពប្រើប្រាស់ផែនទីដែលបានទទួលស្គាល់ជាអន្តរជាតិតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ប៉ុន្តែបែរជាប្រើផែនទីដែលថៃគូសដោយឯកតោភាគីទៅវិញដោយសារតែប្រទេសកម្ពុជាគោរពតាមកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីទើបផ្ដល់ឱកាសឲ្យទាហានថៃបានចូលមកចាប់ទាហានកម្ពុជាដោយខុសច្បាប់ចំនួន20រូបហើយបច្ចុប្បន្នទាហានកម្ពុជាចំនួន18រូបដែលថៃបន្តឃុំខ្លួនដើម្បីធ្វើជាចំណាប់ខ្មាំងក្នុងការដោះដូរនឹងអ្វីដែលពួកគេចង់បានម្យ៉ាងវិញទៀតប្រទេសថៃតែងតែយកបញ្ហាជន់មីនមកធ្វើជាលេសដើម្បីបង្កើនភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃពាក់ព័ន្ធនឹងបញ្ហាមីនឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថាកម្ពុជាមានចំការមីនរាប់សិបហិកតាដែលបានបន្សល់ទុកនៅតាមព្រំដែនពីសម័យសង្គ្រាមស៊ីវិលអំឡុងទសវត្សរ៍ទី80និងបានលើកជាសំណួរថារដ្ឋទាហានថៃជន់មីនថាតើជន់មីននៅក្នុងទឹកដីកម្ពុជាឬជន់មីនក្នុងទឹកដីថៃខ្លួនឯងបើទាហានថៃជន់មីនក្នុងទឹកដីកម្ពុជានោះបញ្ជាក់ថាពួកគេបានលួចចូលក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់និងបានជន់មីនចាស់ដែលបានបន្សល់ទុកពីសម័យសង្គ្រាមប៉ុន្តែបើពួកគេជន់មីនក្នុងទឹកដីថៃនោះគឺជាការទទួលខុសត្រូវរបស់ថៃខ្លួនឯងមិនពាក់ព័ន្ធនឹងកម្ពុជានោះទេលើសពីនេះឯកឧត្តមទេសរដ្ឋមន្ត្រីលើកឡើងទៀតថាប្រទេសថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាននិងបំផ្លាញគ្រឹះស្នូលរបស់អាស៊ានដែលមានចក្ខុវិស័យតែមួយអត្តសញ្ញាណតែមួយនិងសហគមន៍តែមួយគោលការណ៍ទាំងនេះគឺជាមូលដ្ឋានសំខាន់សម្រាប់ការរស់នៅរួមដោយសន្តិភាពការគោរពច្បាប់និងការរួបរวมជាតិរបស់ប្រទេសសមាជិកទាំងអស់បន្ទាប់ពីបានទទួលស្ដាប់នៅការលើកឡើងខាងលើឯកឧត្តមណាតាលី ពីកៃបានថ្លែងអំណរគុណចំពោះឯកឧត្តមទេសរដ្ឋមន្ត្រីចំពោះព័ត៌មានទាំងអស់និងការចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យឯកឧត្តមនិងសហការីបានចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរពីកិច្ចខិតខំរបស់កសមកក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សនៅកម្ពុជាហើយក៏បានកត់សម្គាល់ថាបច្ចុប្បន្នកម្ពុជាមិនត្រឹមតែបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសប៉ុណ្ណោះទេប៉ុន្តែកម្ពុជាក៏ជាប្រទេសទទួលពលករបរទេសមកធ្វើការនៅក្នុងប្រទេសកម្ពុជារួមទាំងពលករមកពីប្រទេសឥណ្ឌូនេស៊ីផងដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូនេស៊ីបានស្នើសុំលើ3ចំណុចសំខាន់គឺ 1. បន្តការគាំពៀជួយគ្នាទៅវិញទៅមកក្នុងការការពារពលករនៃប្រទេសទាំងពីរកម្ពុជាឥណ្ឌូនេស៊ី 2. អញ្ជើញឯកឧត្តមទេសរដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិកស្តីពីសិទ្ធិមនុស្សឆ្នាំ2026នៅប្រទេសឥណ្ឌូនេស៊ីនិង
គាំទ្របេក្ខភាពឥណ្ឌូនេស៊ីជាប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីលទ្ធភាពរបស់ក្រសួងសិទ្ធិមនុស្សឥណ្ឌូនេស៊ីក្នុងការផ្ដល់ជំនួយជាលក្ខណៈបច្ចេកទេសរួមមានការកសាងសមត្ថភាពបណ្ដុះបណ្ដាលនិងជំនួយផ្សេងទៀតដល់មន្ត្រីកម្ពុជាជាការឆ្លើយតបឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថាតាមរយៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាតែងតែយកចិត្តទុកដាក់លើសិទ្ធិសេរីភាពនិងគាំពៀពលករគ្រប់រូបរួមទាំងពលករឥណ្ឌូនេស៊ីដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណនិងទទួលយកការអញ្ជើញរបស់រដ្ឋមន្ត្រីសិទ្ធិមនុស្សឥណ្ឌូនេស៊ីក្នុងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិកស្ដីពីសិទ្ធិមនុស្សឆ្នាំ2026នៅប្រទេសឥណ្ឌូនេស៊ីចំពោះសំណើសុំឲ្យកម្ពុជាគាំទ្របេក្ខភាពឥណ្ឌូនេស៊ីជាប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិឯកឧត្តមទេសរដ្ឋមន្ត្រីនឹងធ្វើការរាយការណ៍ទៅប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យលើសំណើនេះពាក់ព័ន្ធនឹងការផ្ដល់ជំនួយបច្ចេកទេសរបស់ឥណ្ឌូនេស៊ីក្នុងការបណ្ដុះបណ្ដាលនិងកសាងសមត្ថភាពរបស់មន្ត្រីកម្ពុជាឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណនិងស្នើឲ្យមានការរៀបចំជាមន្ត្រីបង្គោលរវាងកម្ពុជានិងឥណ្ឌូនេស៊ីដើម្បីសម្របសម្រួលលើការងារនេះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើដល់ឥណ្ឌូនេស៊ីជួយជំរុញយ៉ាងណាឲ្យភាគីថៃគោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនិងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីជាកិច្ចបញ្ចប់កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាលយោគយល់និងសម្រេចបានលទ្ធផលគួរជាទីពេញចិត្តថ្ងៃច័ន្ទ4កើតខែមិគសេឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025